អាយុដំបណ្ឌិតហនជូណារ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូអង្គការមិនមែនរាជរដ្ឋាភិបាលបរទេសបេះដូងមាសនាថ្ងៃទី2ខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះអាយដាមបណ្ឌិតសភាចាហនជូណារ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានទទួលសម្ដែងនៃការគួសមនិងពិភាក្សាការងារជាមួយនឹងគណៈប្រតិភូអង្គការបេះដូងមាសនិងដឹកនាំដោយលោកស្រីអារីម៉ូរីយ៉ូកូប្រធានអង្គការបេះដូងមាសនឹងមានការចូលរួមពីសំណាក់អាយដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡានិងមន្ត្រីពាក់ព័ន្ធក្រមអាវ៉ាតនៃក្រសួងអប់រំយុវជននិងកីឡាក្នុងឱកាសនោះលោកស្រីប្រធានអង្គការបេះដូងមាសបានបង្ហាញអំពីសេចក្តីរីករាយបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងទៀតនិងមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាតាំងពីឆ្នាំ2006ដែលបានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងការអភិវឌ្ឍកម្មវិធីសិក្សានិងសិភៅណែនាំសម្រាប់គ្រូអប់រំកាយនៅគ្រប់វិស័យកម្រិតសិក្សាលោកស្រីក៏បានបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងបណ្ដុះបណ្ដាលបរិញ្ញាបត្រ4ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាដោយប្រើប្រាស់ប្រព័ន្ធ ICT និងបានណែនាំនៅគម្រោងថ្មីៗនៅក្នុងគោលបំណងបញ្ជ្រាបការអប់រំកាយសម្រាប់ជនពិការភាពដែលទទួលបានការគាំទ្រពីមូលនិធិ ASICS លោកស្រីសង្ឃឹមយ៉ាងមុតមមថាគម្រោងទាំងនេះនឹងបន្តលើកកម្ពស់សុខុមាលភាពនិងសមត្ថភាពរបស់យុវជនកម្ពុជាឲ្យកាន់តែប្រសើរឡើងអាយដាមបណ្ឌិតសភាចាហនជូណារ៉ុនឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការបេះដូងមាសបានគាំទ្រគ្រប់វិស័យទាំងវិស័យកីឡានៅកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះបានចាប់ផ្ដើមពីការគាំទ្រជនពិការភាពឲ្យចូលរួមរត់ប្រណាំងរហូតដល់ការចូលរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាកន្លងមកនេះពាក់ព័ន្ធនឹងកំណែទម្រង់វិស័យកីឡាអាយដាមបណ្ឌិតសភាចាហនជូណារ៉ុនឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបានរួមមានការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡានិងការជួសជុលកែលម្អពហុកីឡដ្ឋាននានាឲ្យមានភាពប្រសើរឡើងដើម្បីគាំទ្រដល់ការប្រកួតកម្រិតជាតិនិងអន្តរជាតិជាមួយគ្នានេះយន្តការនៃការផ្លាស់ប្ដូរកីឡាដើម្បីដកស្រង់បទពិសោធន៍ក៏ត្រូវបានអនុវត្តយ៉ាងសកម្មដែលឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃវិស័យកីឡាជាតិអាយដាមបណ្ឌិតសភាចាហនជូណារ៉ុនឧបនាយករដ្ឋមន្ត្រីបានសម្ដែងនៃការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាសម្រេចបាននាពេលបច្ចុប្បន្ននិងវាយតម្លៃខ្ពស់ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលផ្ដោតទៅលើការធ្វើទំនើបកម្មវិធីសិក្សានិងការបញ្ជ្រាបការប្រើប្រាស់ប្រព័ន្ធ ICT ក្នុងកម្រិតបរិញ្ញាបត្រ4ឆ្នាំដើម្បីធានាឲ្យបាននូវគុណភាពនៃការបណ្ដុះបណ្ដាលគ្រូអប់រំកាយឲ្យស្របតាមទៅនឹងស្តង់ដារតំបន់ក្នុងន័យនេះក្រសួងនឹងបន្តផ្ដល់ការណែនាំបច្ចេកទេសនិងការគាំទ្រផ្នែកនយោបាយដើម្បីធានាឲ្យបាននូវការអនុវត្តគម្រោងបណ្ដុះបណ្ដាលបរិញ្ញាបត្រនេះនិងគម្រោងអប់រំកាយបរិញ្ញាបត្រដែលទើបតែនឹងចាប់ផ្ដើមថ្មីឲ្យសម្រេចបានជោគជ័យតាមទិសដៅដែលកំណត់